ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរបៀប download sticker line free តាមរយៈ VPN One Click មុនដំបូងយើងត្រូវមាន Line application version ចុងក្រោយគេបង្អស់ប៉ុន្តែមុននឹងយើង download sticker បានយើងត្រូវចូលទៅ Line application នោះហើយចូលលើពាក្យ account នៅក្នុងរូបភាពនេះហើយយើងត្រូវ delete phone number ចេញលេខទូរស័ព្ទចេញហើយដើម្បី delete វាចេញយើងត្រូវចុចលើ link Facebook ដើម្បីឲ្យវា connect link ជាមួយ Facebook ជាមុនសិនហើយចាំរយៈពេលប្រហែលជា1នាទីឬក៏តិចជាង1នាទីអូខេឥឡូវពេលនេះវាកំពុងដំណើរការបន្ទាប់មកពេលអ្នកទាំងអស់គ្នាបាន connect link ជាមួយ Facebook រួចហើយយើង close វាហើយ back ទៅ home screen វិញបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ iFile ហើយចុចលើពាក្យ home ខាងក្រោមនោះហើយលើពាក្យ application យើងរកឈ្មោះ line folder របស់ line នៅក្នុង iFile ប្រសិនបើទូរស័ព្ទរបស់អ្នកអត់ទាន់មាន iFile ទេយើងគ្រាន់តែ back ទៅ home screen វិញហើយនឹង delete line application នឹងចោលហើយ download ពី App Store ម្ដងទៀតបន្ទាប់មកធ្វើតាមការណែនាំរបស់ខ្ញុំជាបន្តវិធីនេះសម្រាប់ទូរស័ព្ទដែលអត់មាន iFile ឬក៏អត់ទាន់ jailbreak តែប៉ុណ្ណោះពេលអ្នកទាំងអស់គ្នារកឃើញ folder របស់ line ហើយចូលទៅកាន់ folder line ហ្នឹងចុចលើពាក្យ library preference ហើយយើង delete file មួយខាងក្រោមហ្នឹងចោលយើង slide វាដើម្បី delete បន្ទាប់មកអ្នកទាំងអស់គ្នា back ទៅ home screen វិញហើយចុច double ចុច2ដងលើ home screen ដើម្បី delete background របស់ line ចោលហើយយើងចូលទៅកាន់ line សារជាថ្មីពេលនោះវានឹងឲ្យយើង log in ម្ដងទៀតតែយើង log in ដោយតាមរយៈ user login ហើយ connect login ហ្នឹងតាមរយៈ Facebook ដូចវីដេអូដែលខ្ញុំបានបង្ហាញដូច្នេះហើយពេលនេះវាកំពុងតែដំណើរការបន្ទាប់មកយើងចុចលើពាក្យ cancel ហើយយើងចុចលើពាក្យ more setting និង account ហើយអ្នកទាំងអស់គ្នានឹងឃើញ phone number នឹងត្រូវបាន delete ដូច្នេះជោគជ័យដំណាក់កាលទី1ហើយបន្ទាប់ទៀតយើងត្រូវ back ទៅ home screen វិញហើយយើងចូលទៅ App Store ដើម្បី download VPN One Click Professional ដោយសារខ្ញុំ download វារួចហើយអញ្ចឹងខ្ញុំចុចលើវា open អ្នកទាំងអស់គ្នានឹងឃើញដូចរូបភាពនេះហើយអ្នកទាំងអស់គ្នាត្រូវចុចលើអអក្សរទី1នៅខាងលើនោះពេលអ្នកទាំងអស់គ្នាចុចពេលនោះវានឹង install ហើយយើងត្រូវ install
វាពេលអ្នកទាំងអស់គ្នា install វារួចហើយអ្នកទាំងអស់គ្នាចូលទៅ setting ហើយរកពាក្យ VPN នេះខាងក្រោមតមកចូលទៅកាន់ VPN ហ្នឹងហើយយើងនេះគឺជា VPN របស់ប្រទេសជាច្រើននៅលើពិភពលោកហើយអ្នកទាំងអស់គ្នាអាចយកប្រទេសមួយណាក៏បានដែរដែលអ្នកទាំងអស់គ្នាស្រឡាញ់ដូចជាជប៉ុនថៃសិង្ហបុរីរុស្ស៊ី USA មួយណាក៏បានឲ្យតែអ្នកពេញចិត្តឥឡូវខ្ញុំយក USA ទៅចុះខ្ញុំคลิกលើ USA បន្ទាប់មកខ្ញុំ open ខ្ញុំបើកវាខាងលើនេះធ្វើដូចអញ្ចឹងចាំរយៈពេលបន្តិចឲ្យវា connect VPN ជាមួយទូរស័ព្ទយើងអូខេពេលនេះVPN បានត្រូវបាន connect នៅលើទូរស័ព្ទខ្ញុំហើយអញ្ចឹងខ្ញុំ back ទៅ home screen វិញបន្ទាប់មកខ្ញុំ delete background របស់ line ពីមុនមកចោលសិនធ្វើដូច្នេះកុំឲ្យវា error បន្ទាប់មកចុចលើពាក្យ line application ហើយចុចលើពាក្យ more sticker shop ចុចពាក្យលើ free ដោយសារខ្ញុំ connect VPN របស់សហរដ្ឋអាមេរិក USA ហ្នឹងអញ្ចឹង App Store របស់ USA អ្វីដែល free នៅ USA គឺខ្ញុំអាច download បានទាំងអស់ដូចរូបភាពនេះគឺជា sticker ដែល free នៅសហរដ្ឋអាមេរិកយើងអាច download មួយណាក៏បានស្ដេចតែយើងស្រឡាញ់និងពេញចិត្តឥឡូវខ្ញុំយកមួយនេះទៅចុះចូលមកចុចពាក្យ download វីដេអូនេះវាមានភាពងាយស្រួលណាស់ដោយសារយើងគ្រាន់តែ download VPN one click ដើម្បី connect VPN ជាមួយទូរស័ព្ទដៃយើងហើយយើងលោកអ្នកនឹងអាច download sticker line free ពីបណ្ដាប្រទេសលើពិភពលោកបានទាំងអស់ហើយពេលនេះខ្ញុំកំពុងចាំ sticker ដែលខ្ញុំបាន download វាហ្នឹងសូមគាស់បើសិនជាទូរស័ព្ទរបស់អ្នក download រួចហើយអ្នកបិទ VPN វិញក៏បានមិនបិទក៏បានដែរវាមិនសំខាន់ទេ VPN ប៉ុន្តែសំខាន់លើពេលអ្នកត្រូវការ download ត្រូវតែបើកវាបើអត់បើកវាទេគឺមិនអាច download វាបានទេឥឡូវនេះ sticker របស់ខ្ញុំបាន download វារួចហើយអញ្ចឹងខ្ញុំ close ហើយខ្ញុំសាកធ្វើតេស្តវាមួយសិនតើវាដំណើរការអត់អូខេនេះគឺជា sticker របស់ខ្ញុំនេះជា sticker របស់ខ្ញុំដែលខ្ញុំបាន download វាមិញហ្នឹងអូខេអរគុណសម្រាប់ការតាមដានទស្សនានេះគឺជាវីដេអូមួយដែលបង្ហាញអ្នកទាំងអស់គ្នាពីរបៀប download sticker ពី Line Free ជួបគ្នានៅពេលក្រោយជាមួយនឹងវីដេអូថ្មីៗរបស់ខ្ញុំបាយបាយ